ពីវហើយជន់ផ្ដាច់ការពេលនេះតឡាការអន្តរជាតិ ICC បានចាប់ឃាត់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោកឌុយទែតេករណីសម្លាប់មនុស្សរង្គាលបង្ក្រាបគ្រឿងញៀននេះសូម្បីតែករណីបង្ក្រាបគ្រឿងញៀនក៏ប៉ុន្តែសម្លាប់មនុស្សរង្គាលក៏នៅតែតឡាការអន្តរជាតិ ICC សហការគ្នាជាមួយនឹងប៉ូលីសអង់តាប៉ូលចាប់ឃាត់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនឌុយទែតេរូបនេះអំណាចនៃការចាប់ខ្លួនរបស់ ICC មានឥទ្ធិពលអាចចាប់ខ្លួនបានចុះទម្រាំតែមេដឹកនាំផ្ដាច់ការដែលមានខ្លួនកំពុងតែភ័យខ្លួនមេដឹកនាំផ្ដាច់ការជាច្រើនដែលតឡាការអន្តរជាតិ ICC ចេញនៃការចាប់ខ្លួនក៏ប៉ុន្តែមិនទាន់ចាប់ខ្លួនបានរួមមានប្អូនធွာលោកហ៊ុនសែនគឺមេដឹកនាំផ្ដាច់ការលោកមីនអងឡាងដែលបានសម្លាប់ប្រជាជនភូមាជាច្រើនដោយសារតែធ្វើរដ្ឋប្រហារការពារអំណាចនិងមេដឹកនាំផ្ដាច់ការលោកពូទីនជាដើមក៏ប៉ុន្តែតឡាការអន្តរជាតិនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេពីព្រោះមេដឹកនាំផ្ដាច់ការទាំងអស់នោះកំពុងតែនៅក្នុងរូងកដោមិនហ៊ានចេញដើរនៅលើទឹកដីប្រជាធិបតេយ្យនោះទេដូច្នេះរឿងនេះដែលធ្វើឲ្យលោកហ៊ុនសែនកំពុងតែភ័យខ្លួនជាខ្លាំងស្របពេលកំពុងតែមានជំងឺស្រាប់ផងអាចនឹងត្រូវហៅពេទ្យមកយាមកាម24ម៉ោងលើ24ម៉ោងព្រោះតែសុខភាពលោកកំពុងតែទ្រុឌទ្រោមចុះខ្សោយផងស្រាប់តែឃើញព័ត៌មាននេះផ្ទុះឡើងទៀតនឹងស្របពេលតឡាការប្រទេសបារាំងកំពុងតែចេញនៃការចាប់ខ្លួនមេកងអង្គរៈលោកហ៊ុនសែនគឺលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋករណីបោកគ្រាប់បែកនៅមុខរដ្ឋសភាកាលពីឆ្នាំ1997ផងស្របពេលបារាំងកំពុងតែតាមដានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះការបាញ់សម្លាប់លោកលឹមកំយ៉ានៅកណ្ដាលទីក្រុងបាងកកអានទូតបារាំងក៏បានកោះហៅមេប៉ូលីសដែលជាកូនប្រសារលោកហ៊ុនសែនគឺលោកឌីវិជាទៅសួរនាំផងរឿងក្តីដែលកំពុងតែហុំព័ទ្ធលោកហ៊ុនសែនជុំទិសផងហើយស្របពេលដែលឃើញករណី ICC ចាប់ខ្លួនមេដឹកនាំផ្ដាច់ការស្ដែងនៅក្នុងភ្នែកទៀតសួរថាសុខភាពកំពុងតែទ្រុឌទ្រោមដើរចង់ដួលផងបងប្អូនមើលរូបភាពលោកហ៊ុនសែនទៅប្រទេសយួនគឺលោកដើរស្ទើរតែដួលគុំតែបានកងអង្គរៈស្ទុះទៅចាប់គ្រាទាន់នោះទេដូច្នេះមានន័យថាសុខភាពផ្លូវចិត្តរបស់លោកហ៊ុនសែននៅពេលនេះកំពុងតែទ្រុឌទ្រោមចុះខ្សោយមិនដឹងថាដោយសារតែជំងឺកូវីដឬក៏ជំងឺភ័យខ្លួនស្របពេលនឹងឃើញករណី ICC ចាប់ខ្លួនអតីតប្រធានាធិបតីលោកឌុយទែតេនៅលើទឹកដីកូនកាត់ប្រជាធិបតេយ្យសោះបងប្អូនមិនមែនជាទឹកដីលទ្ធិប្រជាធិបតេយ្យ 100% ផងចុះចម្រាំតែជនផ្ដាច់ការទាំងឡាយដែលអន្តរជាតិដែលតឡាការ ICC ចេញនៃការចាប់ខ្លួនហើយហ៊ានចេញពីរូងកដោមានន័យថាហ៊ានដើរចេញពីប្រទេសខ្លួនឯងទៅកាន់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះតឡាការអន្តរជាតិ ICC នឹងសហការគ្នាជាមួយនឹងប៉ូលីសអង្គតាប៉ូចាប់ខ្លួនជនផ្ដាច់ការភ្លាមដូច្នេះព័ត៌មាននេះដែលធ្វើឲ្យជនផ្ដាច់ការកំពុងតែភិតភ័យរន្ធត់ញាប់ញ័រជាខ្លាំងដែលបងប្អូនទាំងអស់គ្នាក៏ចង់ឃើញថារបបផ្ដាច់ការត្រូវបានតឡាការអន្តរជាតិអូសកទៅកាត់ទោសដើម្បីឲ្យពួកគេរៀងចាលកុំឲ្យពួកគេចេះតែហ៊ានធ្វើអំពើខូខើប្រៃសៃសម្រាប់ប្រជាជនឯងដោយសារតែការពីអំណាច